តោះមករៀនធ្វើរូបបែបនេះទុកសម្រាប់ឲ្យកូនផាត់ពណ៌ឬក៏ទុកសម្រាប់ឲ្យសិស្សរបស់យើងគាត់រៀនផាត់ពណ៌អញ្ចឹងដំបូងហ្នឹងបងប្អូនទាំងអស់គ្នាត្រូវមានរូប Kitty ហ្នឹងមកបងប្អូនមិនថាបងប្អូនចង់បានរូបអីទេគឺបងប្អូនចូលទៅ search ហើយស្រាវវាយកមកឥឡូវហ្នឹងខ្ញុំចូលទៅយករូបភាពសិនបងប្អូនទាំងអស់គ្នារូបភាពហ្នឹងគឺខ្ញុំបាន download ហើយសម្រាប់បងប្អូនដែលអត់ទាន់មានរូបភាពបងចូលទៅ download សិនទៅហើយចាំយើងយកមករៀនធ្វើបែបហ្នឹងអញ្ចឹងណាបងប្អូនឥឡូវនេះខ្ញុំបានយករូបភាពហើយបងប្អូនទាំងអស់គ្នាគឺខ្ញុំចង់បានរូប Kitty មួយហ្នឹងអញ្ចឹងប៉ុន្តែខ្ញុំអត់យក background ទេបងប្អូនទាំងអស់គ្នាគឺខ្ញុំយកតែរូបទេអញ្ចឹងខ្ញុំចូលទៅshape format ហើយខ្ញុំធ្វើការ remove background វាខាងក្រៅបន្ទាប់ពីយើងបានលុប background រួចរាល់ហើយបងប្អូនទាំងអស់គ្នាគ្រាន់តែចុចសញ្ញាគ្រីសមកហើយវានឹង load រូបភាពរបស់យើងហ្នឹងគឺឡើងជាប់ background ខាងក្រោយខ្ញុំធ្វើការ mouse ស្ដាំហើយយកពាក្យថា format picture វានឹងចេញទម្រង់បែបហ្នឹងបងយកកន្លែងរូបភាពមកហើយបន្តមកទៀតបងប្អូនទាំងអស់គ្នាយក picture color ហើយបងសេរីដាក់តាមខ្ញុំមកបងប្អូនទាំងអស់គ្នាបន្ទាប់ពីសេរីហើយយើងយកខាងលើ picture ខាងលើនឹងម្ដងបន្ទាប់មកបងដាក់តាមខ្ញុំមកគឺវានឹងបានរូបភាពមួយសម្រាប់ទុកឲ្យកូនឬក៏ទុកឲ្យសិស្សរបស់យើងគាត់រៀនផាត់ពណ៌អញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់រូប Kitty ផាត់ពណ៌របស់យើងហ្នឹងគឺបានរួចរាល់ហើយបងប្អូនទាំងអស់គ្នាគឺងាយខ្លាំងមែនតើអញ្ចឹងបងកុំភ្លេចរៀនធ្វើទាំងអស់គ្នាណាអរគុណច្រើនជម្រាបលា